រត់ចូលមកពីចិត្តបាញ់7បោះឡើង30ជាងបងប្អូនខ្ញុំដកឆ្លត់អើយបើស្មាតងើបអើយខ្ញុំគ្នារត់ចូលមកបងអូនខ្ញុំខំរត់ពីលើមកក្រោមអាគេអារម្មណ៍មនុស្សអត់ឃើញម៉ែឲ្យខ្ញុំមកអីបងអូននេះអាគេនេះវាអារម្មណ៍ខ្ញុំទៅអត់ឃើញម៉ែឲ្យខ្ញុំចូលមកអីចារៀបបរិសុទ្ធជើង4ដែលជាកម្លាំងសំខាន់មួយទៀតស្វែងរកមនុស្សបាត់ខ្លួននៅក្នុងអគារបាងកកបន្ទាប់ពីការរំជួយដីដ៏ធំមួយនៅបាងកកពីឧបទ្ទវហេតុដែលអគារការិយាល័យសវនកម្មថ្មីនៃអគ្គសវនកម្មនៃប្រទេសថៃ OCG ស្ថិតនៅផ្លូវខំផែងផេតធូបានដួលរលំដោយសារតែការរំជួយដីនៅវេលាម៉ោង 1:20 រសៀលបណ្ដាលឲ្យកម្មករសំណង់ស្លាប់និងបាត់ខ្លួនជាច្រើនអ្នកក្រោយការហេតុនិងការវិតម្លៃបឋមពីអ្នកពាក់ព័ន្ធផ្ទៃដែលបាក់រលំនោះត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យក្រុមអ្នកជួយសង្គ្រោះកំពុងតែស្វែងរកអស់ពីកម្លាំងកាយនិងកម្លាំងចិត្តដើម្បីរកអ្នកដែលនៅមានជីវិតកងកម្លាំងដ៏សំខាន់មួយទៀតនៅក្នុងបេសកកម្មនេះគឺសត្វឆ្កែប៉ូលីស K9 មកពីផ្នែកល្បាតនៃប្រតិបត្តិការពិសេស191និងសត្វឆ្កែជួយសង្គ្រោះរបស់ក្រុម K9 USAR Thailand ដែលត្រូវបានបណ្ដុះបណ្ដាលយ៉ាងល្អក្នុងការស្វែងរកអ្នកបាត់ខ្លួននៅក្នុងតំបន់គ្រោះមហន្តរាយជាមួយនឹងការស្រង់ក្លិនដ៏ល្អឥតខ្ចោះសត្វឆ្កែពិសេសអាចហិតក្លិននិងស្វែងរកមនុស្សដែលជាប់នៅក្នុងគំនរបាក់បែកគេបានជួយសង្គ្រោះមនុស្សរាប់រយនាក់មកហើយក្នុងបេសកកម្មនេះដែរបងប្អូនក្រុមឆ្កែគឺបានបំពេញភារកិច្ចយ៉ាងលឿនមែនទែននិងជំនាញមានប្រសិទ្ធភាពក្នុងការជួយស្វែងរកអ្នកដែលបាត់ខ្លួនជាច្រើនអ្នកនេះអនុញ្ញាតឲ្យក្រុមសង្គ្រោះប្រញាប់ចូលទៅជួយមនុស្សយ៉ាងបានយ៉ាងជាយ៉ាងណាក៏ដោយក្រុមឆ្កែនៅតែមានវេនធ្វើបេសកកម្មដើម្បីកាត់បន្ថយភាពអស់កម្លាំងតំបន់ស្វែងរកនៅក្នុងកំឡុងពេលសម្រាប់បុគ្គលិកមេដោះនិងរងចាំអ្នកផ្ដល់ទឹកនិងផ្ដល់អាហារដើម្បីតាមដានសុខភាពយ៉ាងដិតដល់ក្រុមឆ្កែទាំង4នេះគឺខ្លាំងមែនទែននៅប្រទេសថៃព្រោះដោយសារតើការវឹកហាត់របស់គេនឹងរបស់ប៉ូលីសគេនឹងគឺវឹកហាត់ឆ្កែបានល្អមែនទែនហើយអ្នកទាំងអស់គ្នាឃើញអត់ដោយសារតើបេសកកម្មត្រូវស្វែងរកមនុស្សដែលជាប់នៅក្នុងអគារនឹងគឺបានសត្វឆ្កែជួយដែរបងប្អូនទាំងគ្នាព្រោះដោយសារតើចំពោះវាគឺហិតក្លិនមនុស្សបានរបៀបថាបានយ៉ាងល្អមែនទែនបងប្អូនអញ្ចឹងគេត្រូវការប្រើវាដើម្បីជួយទៅហិតក្លិនឲ្យដឹងថាតើមនុស្សនៅជាប់កន្លែងណាខ្លះឬមួយក៏នៅកន្លែងណាខ្លះអញ្ចឹងសួរមនុស្សគេទៅជួយកោះកាយអញ្ចឹងត្រូវការប្រើវា